នៅក្នុងថ្ងៃស្អែកនេះនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវត្រាចាថ្ងៃស្អែកគឺថ្ងៃទី20ខែមិថុនា2025នាយករដ្ឋមន្ត្រីថៃនិងមេបញ្ជាការភូមិភាគ2ចានឹងរួមដំណើរជាមួយគ្នាទៅផ្ដល់កម្លាំងចិត្តឲ្យទាហាននៅតាមព្រំដែនណាឡើងផ្អែមល្ហែមបងប្អូនអញ្ចឹងគឺចាអញ្ចឹងគឺនាយករដ្ឋមន្ត្រីថៃហោះទៅឧបលចាបន្តមកទៀតជួបជាមួយនឹងមេបញ្ជាការភូមិភាគ2ដើម្បីឃ្លារឿងជាមួយគ្នាដោយផ្ទាល់ផងហើយរួមដំណើរជាមួយគ្នាទៅសួរសុខទុក្ខក៏ដូចជាផ្ដល់កម្លាំងចិត្តទៅដល់ក្រុមទាហានដែលកំពុងតែឈរជើងប្រចាំការនៅតាមបណ្ដាព្រំដែនជាមួយនឹងភាគីកម្ពុជានៅតំបន់ភូមិសាស្ត្រចុងបោកហ្នឹងណាបងប្អូនណាហ្នឹងហើយអ្វីដែលសំខាន់មួយទៀតគាត់បានចានិយាយតាក់ទងទៅនឹងជំហររបស់គាត់បងប្អូនណាผมยืนยันว่าของกองทัพภาคที่2ก็ยังทำหน้าที่เหมือนเดิมนะครับไม่มีอะไรเปลี่ยนแปลงนะครับគាត់ថាទូនទីរបស់មេវិជាការភូមិភាគ2គឺនៅដោយធម្មតានៅតែការពារដែនអធិបតេយ្យភាពពេញទូនទីរបស់ខ្លួនណាឲ្យបានល្អដដែលនោះឯងทำหน้าที่เหมือนเดิมไม่ว่าประเทศชาติไม่ว่าจะเป็นอย่างไรในส่วนของฝ่ายบริหารนั้นก็ให้ทางรัฐบาลเขาទោះបីជាមានរឿងអីយ៉ាងណាតាក់ទងទៅនឹងផ្នែករដ្ឋបាលអីផ្សេងៗហ្នឹងដែលកំពុងតែមានបញ្ហាចាដុតដានឲ្យនាយករដ្ឋមន្ត្រីថៃចុះពីតំណែងអីផ្សេងៗជាដើមហ្នឹងគាត់ថាគាត់អត់ដឹងអត់ឮទេរឿងហ្នឹងគឺទុកឲ្យខាងរដ្ឋបាលជាអ្នកដោះស្រាយទៅចំណែកតួនាទីរបស់គាត់ចាជាមេបញ្ជាការនេះគឺគាត់ធ្វើយ៉ាងម៉េចការពារដែនអធិបតេយ្យភាពរបស់ថៃតំបន់4ចំណុចដែលក្តៅកគុកហ្នឹងណាគឺគាត់នៅតែការពារនៅចំណុចទាំងអស់ហ្នឹងក៏ដូចជាព្យាយាមសម្ដែងនៃការអត់ធ្មត់ណាខំប្រឹងធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់មិនថានៅតាមជាដែនមិនថានៅតាមព្រំដែនឬក៏នៅក្នុងប្រទេសថៃនោះទេនេះគឺជាការអះអាងរបស់គាត់បងប្អូនអញ្ចឹងគឺគាត់ចេញមកនិយាយបញ្ជាក់មួយសារទៀតហើយការនិយាយបែបនេះរបស់គាត់គឺកំពុងតែទទួលបានការសាទរការសរសើរខមមិនលើកទឹកចិត្តរហូតដល់ណាយករូបគាត់ទៅព្រីនដាក់លើបដា LED អីណាណីទៀតណហ្នឹងហើយចាឥឡូវហ្នឹងមេបញ្ជាការភូមិភាគ2ហ្នឹងគឺជា idol របស់ចាខាងតបក៏ដូចជាខាងប្រជាពលរដ្ឋមួយចំនួនដែលវែងប្រវត្តិសាស្ត្រអីផ្សេងជាដើមហ្នឹងចាគ្រប់ត្រស្រឡាញ់ណាឲ្យកម្លាំងចិត្តហោហែតែម្ដងអញ្ចឹងសរុបចុងក្រោយមកចាក្រោយពីបែកធ្លាយសារសម្លេងដែលនាយករដ្ឋមន្ត្រីថៃនិយាយតាក់ទងទៅនឹងមេបញ្ជាការភូមិភាគ2ហ្នឹងបានឃ្លាគ្នាហើយបានហោះទៅចាជួបជាមួយនឹងមេបញ្ជាការភូមិភាគ2ដើម្បីឃ្លាដោយផ្ទាល់មាត់ហើយរួមដំណើរជាមួយគ្នាទៅសួរសុខទុក្ខចាតាហ៊ាននៅតាមព្រំដែនចានៅតំបន់ចុងបូកទៀតចាគេផ្អែមល្ហែមត្រូវគ្នាហើយសូមអរគុណ